សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងវិលជួបគ្នាជាថ្មីនៅក្នុងករណីមួយដែលបានកើតឡើងទៅលើតារាសម្ដែងហុងកុងហើយនាងគឺជាស្ត្រីម្នាក់ដែលជាអតីតគូស្នេហ៍របស់កំពូលតារាកំប្លែង Stephen Chow ឬក៏ជាស្ដេចកំប្លែង Tan Phi ចង់ដឹងថាតើទំនាក់ទំនងស្នេហារបស់គាត់មានសភាពដូចម្ដេចតើយើងនាំគ្នាទៅស្វែងយល់សាច់រឿងលម្អិតទាំងអស់គ្នានៅក្នុងទសវត្សរ៍ឆ្នាំ1980ភាពយន្តហុងកុងស្ថិតនៅក្នុងយុគសម័យមាសគ្រប់គ្នាមានក្តីសុបិនចង់ក្លាយទៅជាតារាសម្រាប់មនុស្សជាច្រើនការចូលទៅក្នុងឧស្សាហកម្មកម្សាន្តនេះគឺជាផ្លូវឆ្ពោះទៅកាន់ជីវិតកាន់តែប្រសើរដើម្បីគេចចេញពីភាពក្រីក្រនិងទម្ងន់នៃសម្ពាធគ្រួសារប៉ុន្តែសម្រាប់ Athena Chu ហេតុផលរបស់នាងគឺខុសពីអ្នកដទៃ Athena Chu កើតនៅក្នុងថ្ងៃទី25ខែតុលាឆ្នាំ1971នាងធំឡើងនៅក្នុងគ្រួសារដែលមានជីវភាពធូរធាររស់នៅប្រកបដោយផាសុកភាពដែលគ្មានខ្វះខាតអ្វីទាំងអស់អ្វីដែលតាក់ទាញនាងឲ្យចូលប្រឡូកក្នុងវិស័យសិល្បៈគឺដោយសារតែនាងពេញចិត្តចំពោះការសម្ដែងរបស់តារាសម្ដែង Caro Chang ដែលជំរុញឲ្យនារីវ័យក្មេងម្នាក់នេះបានដាក់ពាក្យចូលរៀននៅ Hong Kong Academy for Performing Arts នៅពេលដែលនាងឈានចូលក្នុងស្ថាប័នដ៏មានកិត្យានុភាពនេះនាងបានក្លាយទៅជាសិស្សឆ្នើមម្នាក់នៅក្នុងថ្នាក់របស់នាងយ៉ាងឆាប់រហ័សពេញមួយឆ្នាំរបស់នាងដែលសិក្សានៅទីនោះឈ្មោះរបស់នាងត្រូវបានគេយកមកនិយាយច្រើនបំផុតទាំងក្នុងការសិក្សានិងសកម្មភាពក្រៅកម្មវិធីសិក្សានាងបានបង្ហាញខ្លួនជាញឹកញាប់ក្នុងការសម្ដែងគ្រប់ទំហំនៅក្នុងសាលាភាពស្មោះត្រង់និងភាពតាក់ទាញធម្មជាតិនៅមុខកាមេរ៉ារបស់នាងបានតាក់ទាញចំណាប់អារម្មណ៍របស់អ្នកដឹកនាំរឿងមួយចំនួនតាំងពីដំបូងមកម្ល៉េះដំបូងឡើយនាងគ្រាន់តែសង្ឃឹមថានាងនឹងអាចស្វែងរកកន្លែងតូចមួយនៅក្នុងវិស័យសិល្បៈដើម្បីបាននៅចិត្ត idol របស់នាងប៉ុន្តែជោគវាសនាមានផែនការផ្សេងទៀតដែលដឹកនាំនាងឆ្ពោះទៅរកការពិតក្លាយទៅជាតារាមិនយូរប៉ុន្មាននារីវ័យក្មេងរូបនេះបានក្លាយទៅជាមុខមាត់ដ៏លេចធ្លោបំផុតរបស់ភាពយន្តហុងកុងនៅក្នុងស្ថានីយទូរទស្សន៍ TVB នាងបានបង្ហាញទេពកោសល្យរបស់នាងដែលកំពុងតែកើនឡើងប៉ុន្តែវាមិនបានឈប់នៅទីនោះទេសម្រាប់ដ៏ស្រស់ស្អាតនិងវត្តមានដ៏គួរឲ្យទាក់ទាញរបស់នាងក៏បានចាប់យកការចាប់អារម្មណ៍ក្នុងវិស័យភាពយន្តទីក្រុងហុងកុងនាពេលនោះនៅក្នុងកំឡុងពេលនាងកំពុងធ្វើជាពិធីករក្នុងកម្មវិធីកុមារមួយនាងក៏បានតាក់ទាញភ្នែករបស់អ្នកដឹកនាំរឿងម្នាក់ដែលមានឈ្មោះថា Golden Chan ការជួបប្រទះដែលមានសារៈសំខាន់នេះមិនត្រឹមតែបើកទ្វារទៅកាន់កម្រិតកំពូលនៃភាពយន្តសម្រាប់នាងនោះទេប៉ុន្តែថែមទាំងនាំនាងឲ្យមានភាពជិតស្និទ្ធនឹងមនុស្សដ៏មានឥទ្ធិពលមួយនៅក្នុងឧស្សាហកម្មកម្សាន្តហុងកុងគឺលោក Stephen Chow ផងដែរនៅក្នុងឆ្នាំ1991ចំណុចរបត់ដ៏សំខាន់មួយនៅក្នុងអាជីពរបស់អ្នកដឹកនាំ Golden Chan គឺនៅពេលដែលគាត់នឹងបានសម្រេចចិត្តផ្លាស់ប្ដូរពីដឹកនាំខ្សែភាពយន្តបែប action ទៅជាប្រភេទរឿងកំប្លែងជាមួយនឹងខ្សែភាពយន្ត Fight Back to School ហើយវាគឺជាចលនាដ៏ប្រថុយប្រថានមួយប៉ុន្តែភាពយន្តនេះបានទទួលការគាំទ្រដោយអ្នកស្មានមិនដល់បន្ទាប់ពីទទួលបានជ័យជំនះនៃរឿងនេះហើយអ្នកដឹកនាំរឿងនោះក៏បានចាប់ផ្ដើមការងារជាបន្តបន្ទាប់យ៉ាងឆាប់រហ័សហើយក៏បានចាប់ផ្ដើមស្វែងរកតួដើម្បីចូលរួមក្នុងគម្រោងនេះទន្ទឹមនឹងនោះ Athena Chu នាងនៅតែឧស្សាហ៍ព្យាយាមក្នុងការសិក្សាខណៈពេលដែលនាងធ្វើជាពិធីករនៅ TVB ដោយសារតែនាងធំដឹងក្តីនៅក្នុងគ្រួសារបញ្ញវន្តនាងបានបង្ហាញពីចំណង់ចំណូលចិត្តនៅក្នុងវិស័យសិល្បៈហើយបានតាំងចិត្តបន្តដើរលើផ្លូវនេះប្រកបដោយការបណ្ដុះបណ្ដាលត្រឹមត្រូវតាមរយៈគុណសម្បត្តិផ្ទាល់ខ្លួនយុវនារីរូបនេះទទួលបានអាហារូបករណ៍ខ្ពស់បំផុតរបស់សាលារយៈពេល2ឆ្នាំជាប់ៗគ្នាលើសពីសមិទ្ធផលសិក្សាដ៏គួរឲ្យកត់សម្គាល់របស់នាងក៏មានរូបរាងដ៏គួរឲ្យទាក់ទាញផងដែរនាងបានទាក់ទាញម៉ាកយីហោជាច្រើនដើម្បីជួលនាងឲ្យធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មក្នុងចំណោមនោះការផ្សាយពាណិជ្ជកម្មតាមទំព័រមួយបានបន្សល់ទុកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងដល់សាធារណជនរូបភាពនិងស្នាមញញឹមដ៏ស្រស់ស្អាតរបស់នាងបានទាក់ទាញអ្នកដឹកនាំ Golden Chanភ្លាមៗនោះគាត់ក៏បានអញ្ជើញនាងឲ្យចូលរួមសម្ដែងក្នុងរឿង Fight Back to School វគ្គ 2 ដោយសម្ដែងជាសិស្សសាលានៅក្នុងខ្សែភាពយន្តនោះនៅពេលនោះ Athena Chu ទើបតែមានអាយុ20ឆ្នាំហើយនាងពោរពេញទៅដោយថាមពលយុវវ័យនិងមានភាពស្រស់ស្អាតដ៏កម្ររូបភាពរបស់នាងនៅក្នុងខ្សែភាពយន្តពាក់អាវយឺតពណ៌ផ្កាឈូកគូជាមួយនឹងសំពត់ខ្លីលួចមើលក្រាស់របស់នាងបានក្លាយទៅជាឈុតឆាកមួយដែលមិនអាចបំភ្លេចបាននៅក្នុងខ្សែភាពយន្តហុងកុងភាពយន្តនេះមិនត្រឹមតែនាំមកនូវភាពល្បីល្បាញរបស់នាងប៉ុណ្ណោះទេថែមទាំងបានធ្វើឲ្យនាងជាប់ជាបេក្ខភាពអ្នកសម្ដែងថ្មីល្អបំផុតនៅឯពានរង្វាន់ភាពយន្តហុងកុងផងដែរប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតខ្សែភាពយន្តនេះបានក្លាយទៅជាខ្សែភាពយន្តដែលភ្ជាប់ទំនាក់ទំនងរបស់នាងហើយនិង Stephen Chow ទំនាក់ទំនងរបស់ពួកគេបានរីកចម្រើនយ៉ាងស្ងប់ស្ងាត់និងរក្សាបានភាពឯកជនយ៉ាងខ្លាំង Stephen Chow តែងតែរក្សាព្រំដែនច្បាស់លាស់រវាងការងារនិងជីវិតផ្ទាល់ខ្លួន
គាត់មិនដែលចង់ឲ្យទំនាក់ទំនងស្នេហារបស់គាត់ក្លាយទៅជាចំណុចកណ្ដាលនៃការចាប់អារម្មណ៍របស់សាធារណជននិងមិនចង់ឲ្យមិត្តស្រីរបស់គាត់រងការរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយនោះទេមតិសាធារណៈនៅពេលនោះបានធ្វើឲ្យគាត់មានការស្ទាក់ស្ទើរក្នុងការចេញជាសាធារណៈព្រោះគាត់បារម្ភថាវានឹងប៉ះពាល់ដល់មុខមាត់របស់គាត់ជាការពិតណាស់ Stephen តែងតែដាក់អាជីពរបស់គាត់ជាងអ្វីទាំងអស់ហើយការលាក់ទុកជីវិតឯកជនរបស់គាត់គឺជាវិធីការពារកេរ្តិ៍ឈ្មោះរបស់គាត់ខណៈពេលដែលគាត់លះបង់ខ្លួនឯងទាំងស្រុងចំពោះការងាររបស់គាត់ដំបូងឡើយ Athena នឹងការរៀបចំបែបនេះទេប៉ុន្តែដោយសារតែនាងស្រឡាញ់គាត់ខ្លាំងពេកទើបនាងសុខចិត្តទទួលយកវាដោយស្ងៀមស្ងាត់ហើយស៊ូទ្រាំរក្សាអ្វីគ្រប់យ៉ាងដោយសង្ឃឹមត្រឹមតែរក្សានៅអ្វីដែលពួកគេមានជាមួយគ្នានៅក្នុងឆ្នាំ1992អាជីពរបស់ Stephen បានឈានទៅដល់កម្រិតកំពូលជាផ្លូវការក្នុងចំណោមខ្សែភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុតទាំង10នៅហុងកុងនៅក្នុងឆ្នាំនោះហើយគាត់បានបង្ហាញខ្លួនក្នុងរឿងចំនួន7ដោយសារតែភាពជោគជ័យជាប់គ្នានេះឈ្មោះរបស់ Stephen បានផ្ទុះការពេញនិយមនិងល្បីល្បាញទូទាំងអាស៊ីពីតារាសម្ដែងដែលមិនស្គាល់មុខនៅលើកញ្ចក់ទូរទស្សន៍ហុងកុងឥឡូវនេះគាត់ក្លាយទៅជា Master Stephen ចំណែកឯ Athena វិញក៏មិនចាញ់ដៃគូស្នេហារបស់នាងដែរបន្ទាប់ពីជោគជ័យនៅក្នុងរឿង Fight Back to School វគ្គ2តារាស្រីរូបនេះបានបង្ហាញមុខនៅក្នុងកម្មវិធីទូរទស្សន៍និងខ្សែភាពយន្តល្បីៗជាច្រើនបន្ទាប់ពីបញ្ចប់ខ្សែភាពយន្តរៀងៗខ្លួន Athena ហើយនិង Stephen បានឈានទៅដល់ទំនាក់ទំនងស្នេហាជាផ្លូវការដែលមានរយៈពេល3ឆ្នាំប៉ុន្តែតារាទាំងពីររូបនេះតែងតែគេចចេញពីប្រព័ន្ធផ្សព្វផ្សាយហើយមិនដែលទទួលស្គាល់ជាសាធារណៈអំពីទំនាក់ទំនងរបស់ពួកគេឡើយអ្វីដែលកាន់តែហួសចិត្តជាងនេះទៅទៀតនោះនៅពេលដែលពួកគេកាន់តែព្យាយាមលាក់បាំងការចង់ដឹងចង់ឃើញរបស់មហាជនក៏កាន់តែកើនឡើងកាយវិការដ៏ផ្អែមល្ហែមនិងការក្រឡេកមើលដ៏ទន់ភ្លន់របស់ Athena ទៅលើ Stephen Chow នៅលើអេក្រង់បានត្រឹមតែពង្រឹងជំនឿរបស់ទស្សនិកជនចំពោះទំនាក់ទំនងពិសេសរបស់ពួកគេពាក្យចចាមអារាមអំពីគូស្នេហ៍មួយគូនេះបានរីករាលដាលយ៉ាងខ្លាំងហើយអ្នកគាំទ្រនៅតែឆ្ងល់ថាតើពេលណាទើបស្ដេចកំប្លែងរូបនេះនឹងបង្ហាញមុខនារីនៅក្នុងចិត្តរបស់គាត់ខណៈពេលដែលការយកចិត្តទុកដាក់ទាំងអស់ត្រូវបានផ្ដោតទៅលើ Athena ភ្លាមខណៈពេលដែលមហាជនគ្រប់គ្នាបានគិតថា Athena គឺជានារីម្នាក់ដែលនៅក្នុងចិត្តរបស់ Stephen ហើយភ្លាមនោះស្ត្រីម្នាក់ទៀតក៏បានលេចចេញមុខមក Jacqueline Law ជាតួសម្ដែងតាំងពីជំនាន់ដែល Stephen ចូលសម្ដែងដំបូងហើយនាងបាននៅជាមួយនឹង Stephen ក្នុងកលៈទេសៈដ៏លំបាកបំផុតរបស់គាត់ប៉ុន្តែនៅពេលដែល Fight Back to School បានធ្វើឲ្យ Stephen ឡើងដល់កំពូលអ្វីផ្លាស់ប្ដូរអ្វីទាំងអស់ក៏បានផ្លាស់ប្ដូរដោយនាំមកនៅពាក្យចចាមអារាមជាច្រើនរាប់មិនអស់អំពីជីវិតឯកជនរបស់តារាសម្ដែងកំពុងតែរះមួយនេះរូបរាងរបស់ Athena Chow គឺដូចជាអណ្ដាតភ្លើងដែលជំរុញទំនាក់ទំនងរវាង Stephen ហើយនិង Jacqueline ដល់កម្រិតនៃការដួលរលំទោះបីជាភាគីទាំងពីរបានបដិសេធគ្រប់យ៉ាងក៏ដោយប៉ុន្តែសម្រាប់ Jacqueline ភាពស្ងប់ស្ងាត់ដែលអូសបន្លាយនោះមិនខុសពីការទទួលយកដោយមិនបាននិយាយនោះទេ Jacqueline ទទួលរងសម្ពាធយ៉ាងខ្លាំងពីគ្រប់ភាគីទាំងអស់ហើយចុងក្រោយដោយសារសម្ពាធអារម្មណ៍នាងក៏បានសម្រេចចិត្តដើរចេញពីទំនាក់ទំនងរបស់នាងជាមួយនឹង Stephen ចាប់តាំងពីបែកគ្នាជាមួយនឹង Jacqueline មក Stephen បានផ្ដោតថាមពលទាំងអស់ទៅលើការងាររបស់គាត់បានផ្ដោតទៅលើការកសាងក្រុមហ៊ុនភាពយន្តផ្ទាល់ខ្លួនរបស់គាត់គឺ Star Overseas Limited ដែលជាជំហានដំបូងដែលនាំឲ្យគាត់ក្លាយទៅជាអ្នកដឹកនាំរឿងនិងជាផលិតករឯករាជ្យដោយសារតែអំណាចនិងធនធាននៅពេលនោះគាត់ក៏បានអញ្ជើញ Athena Chow ដោយផ្ទាល់ឲ្យចូលរួមក្នុងគម្រោងបង្កប់របស់គាត់គឺខ្សែភាពយន្ត Chinese Odyssey ការសហការគ្នានេះបានក្លាយទៅជាការផ្សារភ្ជាប់អ្នកទាំងពីរឲ្យមកនៅជាមួយគ្នាម្ដងទៀតអ្វីដែលចម្លែកនោះខ្សែភាពយន្តនេះបានក្លាយទៅជាកញ្ចក់ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងជីវិតពិតរវាងអ្នកទាំងពីរពេញមួយដំណើរការថតរឿង Stephen និង Athena មិនបានខ្មាស់អៀនក្នុងការបង្ហាញក្តីស្រឡាញ់របស់ពួកគេនៅចំពោះមុខមនុស្សគ្រប់គ្នានោះទេនៅពេលដែល Athena Chow កើតជំងឺផ្ដាសាយតារាប្រុសរូបនេះបានទិញថ្នាំហើយទុកវានៅក្នុងបន្ទប់សម្លៀកបំពាក់របស់នាងរួមជាមួយនឹងក្រដាសតូចមួយដែលមានពាក្យពីរបីឃ្លាដាស់តឿនឲ្យនាងនឹងលេបថ្នាំឲ្យទាន់ពេលរាល់ពេលដែលពួកគេនៅជាមួយគ្នាមិនថាគ្រាន់តែក្រឡេកមើលឬប៉ះដៃមួយផ្លែតនោះទេវាបានបង្ហាញនូវភាពស្មោះត្រង់ដែលមិនអាចបំភ្លេចបាននេះប្រហែលជារយៈពេលដ៏រីករាយបំផុតសម្រាប់ពួកគេទាំងពីរនៅពេលដែលស្នេហារបស់ពួកគេអាចត្រូវបានបង្ហាញដោយសេរីនិងគ្មានឧបសគ្គអ្វីទាំងអស់ប៉ុន្តែក្នុងកំឡុងពេលដែលមានឈុតឆាកយំ Stephen មិនអាចចូលខ្លួនជាតួអង្គនោះបាននោះទេក្នុងនាមជាតារាសម្ដែងអាជីពគាត់បានយល់ថាអារម្មណ៍គឺជាដួងព្រលឹងនៃខ្សែភាពយន្តទាំងមូលប៉ុន្តែនៅក្នុងពេលនោះគាត់មិនអាចទទួលបានអារម្មណ៍ដែលគាត់ត្រូវការនោះឡើយហ
ហើយនៅពេលនោះអាថេណាក៏បានដើរមកជិតគាត់ហើយអោនចិត្តត្រចៀករបស់គាត់និងសឹកប្រាប់គាត់ថាតើអ្នកដឹងទេយើងទាំងពីរនាក់បានបែកគ្នាហើយត្រឹមតែមួយឃ្លាខ្លីនេះដូចជាកំបិតចាក់ទម្លុះបេះដូងរបស់ Stephen អញ្ចឹងភ្នែករបស់ Stephen ចាប់ផ្ដើមប្រែក្រហមភ្លាមៗហើយទឹកភ្នែកក៏ចាប់ផ្ដើមហូរចេញមកបង្កើតបានជាឈុតឆាកដ៏រំជួលចិត្តបំផុតមួយនៅក្នុងខ្សែភាពយន្តនេះតែអ្វីដែលគួរឲ្យសោកស្ដាយនោះនៅពេលដែលរឿងចេញផ្សាយវាមិនទទួលបានការគាំទ្រដោយការរំពឹងទុកនោះទេអ្វីដែលនឹកស្មានមិនដល់នោះបន្ទាប់ពីការថតរឿងនេះចប់អាថេណាហើយនិង Stephen បានចែកផ្លូវគ្នាជាផ្លូវការមនុស្សជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំងពួកគេយល់យ៉ាងច្បាស់ថាអ្នកទាំងពីរស្រឡាញ់គ្នាយ៉ាងជ្រាលជ្រៅចុះហេតុអ្វីបានជាពួកគេមិនអាចឈានទៅដល់ការបញ្ចប់ដោយរីករាយបានរហូតដល់ឆ្នាំ2008ក្នុងកំឡុងពេលផ្ដល់បទសម្ភាសន៍មួយអាថេណាបានបង្ហាញអំពីការពិតនៅពីក្រោយទំនាក់ទំនងរបស់នាងជាមួយនឹង Stephen នាងបានរៀបរាប់អំពីកំឡុងពេលដែលនាងកំពុងតែថតរឿងហើយនៅពេលនោះនាងបានបញ្ចប់ការងារលឿនជាងការរំពឹងទុកដោយចង់ធ្វើឲ្យមិត្តប្រុសរបស់នាងភ្ញាក់ផ្អើលនាងក៏បានប្រញាប់ទៅសន្តាគារដែលពួកគេស្នាក់នៅពេលនាងទៅដល់នាងបានគោះទ្វារយ៉ាងយូរប៉ុន្តែគ្មានអ្នកឆ្លើយតបបន្ទាប់ពីរងចាំមួយសន្ទុះទីបំផុតទ្វារក៏បានបើកឡើង Stephen បានឈរនៅចំពោះមុខនាងដោយទឹកមុខស្រពេចស្រពិលពាក្យរបស់គាត់រអាក់រអួលហើយគ្រានោះដែរវិញ្ញាណរបស់មនុស្សស្រីបានប្រាប់នាងថាមានអ្វីមួយខុសប្រក្រតីនៅក្នុងបន្ទប់នេះបន្ទាប់មកអាថេណាក៏បានឈានចូលទៅក្នុងបន្ទប់ភ្នែករបស់នាងសម្លឹងមើលក្រែនាងព្យាយាមរក្សាភាពស្ងប់ស្ងាត់ហាក់ដូចជាគ្មានរឿងអ្វីកើតឡើងនាងក៏បានលូកដៃទៅស្ទាបកម្រាលពូកថ្នមថ្នមហើយភ្លាមនោះនាងក៏បានឃើញភ្លើងបន្ទប់ទឹកបើកប៉ុន្តែទ្វារត្រូវបានចាក់សោពីខាងក្នុងនៅពេលដែលនាងព្យាយាមបើកទ្វារ Stephen បានបញ្ឈប់នាងយ៉ាងលឿនហើយបើទោះបីជាក្នុងបទសម្ភាសន៍នោះអាថេណាមិនបាននិយាយឈ្មោះរបស់នារីម្នាក់នោះក៏ដោយក៏ទស្សនិកជនយល់យ៉ាងច្បាស់ថានាងកំពុងនិយាយអំពីអ្នកណាសម្រាប់អាថេណាការក្បត់គឺជាអ្វីមួយដែលមិនអាចអត់ទោសបាននាងយល់ថាទោះនាងខំប្រឹងយ៉ាងណាក៏ទំនាក់ទំនងនេះមិនអាចសង្គ្រោះបានដែរជំនួសឲ្យការលាតត្រដាងអ្វីគ្រប់យ៉ាងនាងបានជ្រើសរើសដើរចេញដោយស្ងាត់ស្ងាត់ក្នុងរយៈពេលប្រហែលឆ្នាំក្រោយមកបើទោះបីជា Stephen បានបន្តអញ្ជើញឲ្យនាងចូលរួមក្នុងគម្រោងខ្សែភាពយន្តមួយចំនួនរបស់គាត់ក៏ដោយក៏អាថេណាបានបដិសេធយ៉ាងម៉ឺងម៉ាត់ប្រហែលជាតារារូបស្រីម្នាក់នេះឆ្លៀតពេលព្យាបាលរបួសបេះដូងនិងដើម្បីស្វែងរកសេចក្តីសុខសម្រាប់ខ្លួនឯងបើទោះបីជាអ្វីបានបញ្ចប់ក៏ដោយក៏ Stephen នៅតែរក្សាការគោរពនិងកោតសរសើរចំពោះទេពកោសល្យរបស់អាថេណាជាច្រើនលើកច្រើនសារ Stephen បានចែករំលែកថានាងគឺជាតារារួមអាជីពដ៏ល្អម្នាក់ដែលលោកធ្លាប់ធ្វើការជាមួយចំពោះអាថេណាវិញប្រហែលឆ្នាំក្រោយមកនៅពេលដែលរឿងចាស់ត្រូវបានលើកឡើងម្ដងទៀតនាងបាននិយាយយ៉ាងសាមញ្ញថាស្នេហាដែលខ្ញុំចង់បានគាត់មិនដែលផ្ដល់ឲ្យខ្ញុំនោះទេ3ឆ្នាំដែលរស់នៅជាមួយគ្នាគាត់មិនដែលទទួលស្គាល់ខ្ញុំជាសាធារណៈអំពីវត្តមានរបស់ខ្ញុំទេអាថេណាបានបដិសេធមិនអនុញ្ញាតឲ្យខ្លួនឯងជាប់នៅក្នុងស្រមោលអតីតកាលនោះឡើយនៅក្នុងឆ្នាំ1998ជោគវាសនាបាននាំផ្លូវរបស់នាងម្ដងទៀតឲ្យទៅជួបជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Paul Wong អ្នកទាំងពីររស់នៅជាន់ជាមួយគ្នាក្នុងអគារតែមួយដោយចៃដន្យកាលនោះពួកគេគ្រាន់តែដើរកាត់មុខគ្នាជាមួយនឹងសត្វចិញ្ចឹមរបស់ពួកគេតែប៉ុណ្ណោះប៉ុន្តែសម្រាប់ Paul Wong វិញនេះមិនមែនជាលើកទី1ទេដែលគាត់បានឃើញនាងកាលពី15ឆ្នាំមុនក្នុងកំឡុងពេលសម្ដែងនៅខាងក្រោយឆាក Paul Wong បានជួបអាថេណានៅពេលនោះនាងមានអាយុត្រឹមតែ14ឆ្នាំតែប៉ុណ្ណោះភាពរស់រវើកនិងគួរឲ្យស្រឡាញ់របស់នារីវ័យក្មេងម្នាក់នោះបានធ្វើឲ្យបេះដូងរបស់គាត់លោតញាប់ញ័រតាំងពីក្រឡេកឃើញនាងលើកដំបូងមកម្ល៉េះហើយវាបានដក់ជាប់នៅក្នុងចិត្តរបស់គាត់អស់រយៈពេលជាច្រើនទសវត្សរ៍ឥឡូវនេះក្មេងស្រីម្នាក់នោះបានក្លាយទៅជាតារានៃខ្សែភាពយន្តហុងកុងខណៈពេលដែលគាត់ក៏ក្លាយទៅជាតារាចម្រៀងរ៉ុកនៅក្នុងក្រុមតន្ត្រី Beyond Paul Wong ស្រឡាញ់ភាពស្ងប់ស្ងាត់និងចូលចិត្តសិល្បៈយ៉ាងខ្លាំងហើយមានសេចក្តីស្រឡាញ់ចំពោះសត្វចិញ្ចឹមចៃដន្យអីអាថេណាបានចែករំលែកចំណាប់អារម្មណ៍ទាំងនេះដូចគ្នាសត្វឆ្កែជាទីស្រឡាញ់របស់ពួកគេបានក្លាយទៅជាស្ពានដែលទាក់ទាញអ្នកទាំងពីរឲ្យមកជួបគ្នាថ្ងៃមួយឆ្កែរបស់ Paul Wong បានរត់ទៅកន្លែងរបស់អាថេណាហើយរឹងរូសមិនព្រមទៅផ្ទះរបស់វាវិញដោយគ្មានជំរឿសផ្សេងនោះតារាស្រីរូបនោះក៏បាននាំឆ្កែរបស់ Paul Wong ទៅម្ចាស់វាវិញនៅពេលដែលបើកទ្វារ Paul Wong បានឈរត្រង់ពី3វិនាទីទល់មុខនឹងនារីដែលគាត់លួចសរសើរអស់ជាច្រើនឆ្នាំកន្លងមកបន្ទាប់ពីបានជួបគ្នាក្នុងគ្រានោះហើយគាត់ក៏បានប្រមូលនៅភាពក្លាហានរបស់គាត់និងអញ្ជើញនាងទៅទទួលទានអាហារពេលល្ងាចបន្ទាប់មកចូលរួមកម្មវិធីសត្វឆ្កែជាមួយគ្នាភាពស្និទ្ធស្នាលរវាងពួកគេទាំងពីរបានកើនឡើងជាលំដាប់
បន្ទាប់ពីស្គាល់គ្នារយៈពេល2ឆ្នាំកន្លះ Athena និង Paul Wong បានក្លាយជាគូស្នេហ៍ជាផ្លូវការយ៉ាងណាមិញទោះបីជាពួកគេនៅជាមួយគ្នាក៏ដោយក៏តារាចម្រៀងរូបនេះតែងតែរក្សាការប្រុងប្រយ័ត្ននិងគោរពចំពោះនាងផងដែរបន្ទាប់ពីរួមរស់នៅជាមួយគ្នាអស់រយៈពេល12ឆ្នាំក្នុងឆ្នាំ2012 Athena Chu ក៏បានស្លៀកឈុតសម្លៀកបំពាក់ពណ៌សហើយចាប់ដៃ Paul Wong ឈានជើងទៅចំពោះថ្មីនៃជីវិតរបស់ពួកគេហើយមិនយូរប៉ុន្មានកូនស្រីរបស់ពួកគេ Debbie Wong ក៏បានកើតមកចាប់តាំងពីពេលនោះមក Athena បានសម្រេចចិត្តដើរចេញពីឧស្សាហកម្មកម្សាន្តដើម្បីរីករាយនឹងជីវិតសាមញ្ញជាមួយនឹងគ្រួសារតូចមួយរបស់នាងពួកគេបានផ្លាស់ទីលំនៅទៅឆ្ងាយពីទីក្រុងអ៊ូអរហើយបានសាងសង់ផ្ទះឈើរួមគ្នានៅកណ្ដាលធម្មជាតិដែលពួកគេតែងតែស្រមៃចង់បានប្តីប្រពន្ធមួយគូនេះបានដាំបន្លែចិញ្ចឹមសត្វចិញ្ចឹមអានសៀវភៅបង្កើតសិល្បៈនិងរីករាយនឹងជីវិតដ៏សាមញ្ញជាច្រើនឆ្នាំក្រោយមកនាងហើយនិង Stephen Chow ក៏មានឱកាសជួបគ្នាម្ដងទៀតនៅក្នុងកម្មវិធីកម្សាន្តមួយនៅពេលដែលគេសួរអំពីទំនាក់ទំនងអតីតកាលរបស់ពួកគេអ្នកទាំងពីរនៅស្ងៀមហើយគ្រាន់តែផ្លាស់ប្ដូរស្នាមញញឹមយ៉ាងទន់ភ្លន់តែប៉ុណ្ណោះ Athena ក្រោយមកក៏បានចែករំលែកថានាងលែងមានអារម្មណ៍អន់ចិត្តឬឈឺចាប់ទៀតហើយទោះបីជានាងនៅតែស្រឡាញ់ការចងចាំដ៏ស្រស់ស្អាតដែលពួកគេធ្លាប់ចែករំលែកជាមួយគ្នាក៏ដោយនាងបានញញឹមយ៉ាងសាមញ្ញហើយនិយាយថាមិនមែនគ្រប់រឿងស្នេហាសុទ្ធតែមានទីបញ្ចប់ដ៏រីករាយនោះទេប៉ុន្តែយ៉ាងហោចណាស់ខ្ញុំបានស្រឡាញ់គាត់អស់ពីចិត្ត Athena ក៏បានចែករំលែកថាទំនាក់ទំនងរបស់នាងជាមួយនឹង Stephen បានបង្រៀនមេរៀនដ៏មានតម្លៃជាច្រើនឲ្យនាងអំពីសេចក្តីស្រឡាញ់និងការគោរពខ្លួនឯងខ្ញុំបានរៀនពីវាថាមិនថាអ្នកស្រឡាញ់នរណាម្នាក់ខ្លាំងប៉ុណ្ណាទេអ្នកមិនត្រូវបោះបង់ខ្លួនឯងឡើយស្នេហាពិតគឺនៅពេលដែលមនុស្សទាំងពីរនាក់ចេះគោរពនិងគាំទ្រគ្នាទៅវិញទៅមកមិនមែនជាការលះបង់តែម្ខាងនោះទេពាក្យសម្ដីដ៏ស្មោះត្រង់របស់នាងបានក្លាយទៅជាការលើកទឹកចិត្តដល់មនុស្សរាប់មិនអស់ជាពិសេសអ្នកដែលធ្លាប់ឆ្លងកាត់ការខូចចិត្តនិងស្នេហាហើយសប្តាហ៍ថ្ងៃនេះតារាស្រីរូបនេះកំពុងតែរស់នៅក្នុងជីវិតដែលនាងតែងតែស្រមៃចង់បានអូខេឥឡូវយើងបានមកដល់ទីបញ្ចប់នៃសាច់រឿងរបស់តារាសម្ដែងហុងកុងហើយតើអ្នកទាំងអស់គ្នាយល់ឃើញដូចម្តេចដែរចំពោះករណីមួយនេះសូមជួយបញ្ចេញមតិយោបល់អ្នកទាំងអស់គ្នានៅក្នុង comment ខាងក្រោមមកខ្ញុំបានដឹងផងហើយបើសិនជាមានកំហុសឆ្គងត្រង់ចំណុចណាមួយក៏សូមជួយខន្តីអភ័យទោសមួយវិញទៀតកុំភ្លេចជួយ like subscribe channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំនៅមានទឹកចិត្តបន្តផលិតវីដេអូជូនអ្នកទាំងអស់គ្នាបន្ថែមទៀតបាទសូមអរគុណហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយ